យៈម្នាក់មានរបៀបសើចខុសៗគ្នាបន្ទាប់ពីបានដឹងការពិតអស់ហើយយៈអូយូម៉ូនិងយៈខាស៊ីបានរួមកម្លាំងគ្នាជាមួយនឹងអ៊ូសតដើម្បីប្រយុទ្ធឆាងជាមួយនឹងក្រុមរដ្ឋាភិបាលវិញម្ដងកន្លែងទៅមើលក្រុមរបស់លូហ្វីផ្សេងទៀតពេលនេះពួកគេត្រូវការឡើងទៅជាន់ខាងលើដើម្បីជួបជាមួយនឹងលូហ្វីប៉ុន្តែដើម្បីអាចឡើងទៅខាងលើបានពួកគេត្រូវឆ្លងកាត់ក្រុមរបស់ចៅក្រុងក្បាល3សិននៅពេលនោះសូរ៉ូបានប្រើក្បាច់ដើររបស់គាត់ដើម្បីវាយបើកផ្លូវហើយនៅពេលដែលឃើញសូរ៉ូខ្លាំងអញ្ចឹងក្រុម Frankie Family ឆ្ងល់ថាហេតុអីបានជាគេមិនឲ្យសូរ៉ូធ្វើជា Captain ក្នុងក្រុមរបស់ Luffy បន្ទាប់មកនៅពេលដែលគេទាំងអស់គ្នារត់ឡើងទៅខាងលើសូរ៉ូបែរជារត់ទៅណាណីទៅវិញសូរ៉ូមិនខុសពី Luffy ប្រហែលទេហើយរឿងទិសដៅហ្នឹងគឺវែងដូចគ្នាបន្ទាប់មកនៅពេលដែលពួកគេឡើងបានតែបន្តិចស្រាប់តែចៅក្រុងក្បាល3បានលោតមកវាយប្រហារពួកគេពេលហ្នឹងមិនដឹងមិនទេចៅក្រុងក្បាល3នោះក៏បានល្អិលជើងប៊ីធ្លាក់ចុះទៅខាងក្រោមដល់ទៅពេលគាត់ចង់ឡើងមកវិញឡើងអត់រួចព្រោះក្រុម Frankie Family បានចាប់ទាញជើងគាត់ធ្លាក់ចុះទៅខាងក្រោមក្រោយមកមិនយូរប៉ុន្មានក្រុមមួកចម្បាំង Luffy ក៏បានឡើងទៅជួបជុំគ្នានៅលើដំបូលសូម្បីតែអ៊ូសបក៏ត្រូវបានយៈខាស៊ីហើយនិងយៈអូអ៊ីម៉ូគប់ឡើងទៅលើនោះផង